Được số bóng ổn tạo kia vừa một chục này pha chết thay bạn ăn lấy thì chưa miền bò rầm miền ăn ra chết chết thay thiệt hay hay vậy vậy cứ việc bàn phập đôn lươn miền tên bóng ổn mà chẳng nó bò miền ấy cứ chọnสมบัติฮอร์โมนbạn cứ từ bạn bật hai rìa rèn rồi răng bình nhai mà lấy bài bắt đầu từ bắt đầu bật làng bình mà chẳng dừng mà đập bò miền chỉ bị xa bò têเลยบอร์มินซีอันติดบอกนะ Learned that Iranian gunboats have fired on a tanker traveling through the Strait of Hormuz. That's according to a UK maritime traffic organization. Let's go now to CNN's Nick Robertson with the latest on the breaking developments. Nick, what do you know? Yeah, this happened just in the last few minutes and comes within hours of Iran saying that it was going to shut down essentially the Strait of Hormuz again. Now, the tanker captain reported sighting two IRGC Iranian gunboats. They approached his tanker, did not communicate via the VHF radio, and then started shooting, opening gunfire. Two IRGC gunboats opening gunfire on this tanker. The tanker and crew, the vessel itself, are reported okay. No casualties there, as best we know at this time. But it does seem to indicate that Iran is doubling down. This is not just rhetoric that they're putting in place in terms of their response to or how they view. បានអញ្ចឹងនេះគឺជាព័ត៌មានចេញពី CNN News ហើយម៉ោងប្រហែលជា4ល្ងាចបងប្អូនណាម៉ោង4ល្ងាចម៉ោង4កន្លះល្ងាចហ្នឹងគឺរងបានចាប់ផ្ដើមបិទច្រកហូម៉ូសឡើងវិញអញ្ចឹងខ្ញុំនឹងធ្វើការសង្ខេបព័ត៌មាននេះជូនបងប្អូនយើងស្ដាប់ជាលក្ខណៈសង្ខេបព័ត៌មានសំខាន់មករងបានប្រើទូកយោធាបាញ់ទៅលើនាវាដឹកប្រេងមួយបន្ទាប់ពីបានបិទវិញផ្លូវទឹកសំខាន់ Strait of Hormuz ហើយមាននាវាមួយទៀតក៏ត្រូវបានគេចោទថាត្រូវគ្រាប់បែកឬអាវុធបាញ់ផងដែរនាវាផ្សេងបានបង្ខំចិត្តបង្វិលទិសត្រឡប់វិញដើម្បីជៀសវាងគ្រោះថ្នាក់អ្វីកំពុងកើតឡើងគឺអឺរ៉ង់បានដាក់ការរឹតបន្តឹងវិញលើផ្លូវទឹកនេះពួកគេអះអាងថាអាមេរិកបានបំពានការជឿទុកចិត្តជាច្រើនដងនេះបង្ហាញថាស្ថានភាពកំពុងតានតឹងខ្លាំងឡើងវិញនិងមានហានិភ័យសង្គ្រាមកាន់តែធ្ងន់ការចរចាអាមេរិកអឺរ៉ង់និងអឺរ៉ង់គ្រោងនឹងជួបចរចាថ្ងៃច័ន្ទគោលបំណងគឺព្យាយាមបញ្ចប់សង្គ្រាមប៉ុន្តែ Donald Trump បាននិយាយថាអាចនឹងមិនបន្តបទឈប់បាញ់ប្រសិនបើការចរចាមិនជោគជ័យហើយបើយើងនិយាយពីស្ថានភាពនៅលីបង់វិញគឺអ៊ីស្រាអែលនឹងដាក់ខ្សែពណ៌លឿងមិនអនុញ្ញាតឲ្យប្រជាជនដែលបានភៀសខ្លួនត្រឡប់ទៅភូមិ55កន្លែងទៅភូមិ55កន្លែងហ៊ានបារាំងម្នាក់ពឹងកងសន្តិសុខ UN បាទហ៊ានបារាំងម្នាក់ពីកងសន្តិសុខ UN ហ្នឹងត្រូវបានស្លាប់ហើយ Emmanuel Macron និយាយថាប្រហែលជាក្រុមអាបូឡាជាអ្នកធ្វើចឹងដូចនេះសរុបមកគឺផ្លូវទឹកសំខាន់ត្រូវបានបិទវិញហើយមានការវាយប្រហារនាវាគ្រោះថ្នាក់ដល់ពាណិជ្ជកម្មពិភពលោកហើយការចរចាកំពុងត្រូវរំពឹងប៉ុន្តែភាពមិនប្រកបខ្ពស់ស្ថានភាពក្នុងតំបន់លីបង់ក៏កាន់តែតឹងរឹងដែរបាទហើយដូច្នេះគឺវាពិតជាមានការផ្លាស់ប្ដូរឆាប់រហ័សមែនបងប្អូនណាម្សិលមិញគឺចរចាត្រូវគ្នាថាបើកច្រកធម្មតាឡើងវិញហើយប៉ុន្តែឥឡូវនេះខាងអឺរ៉ង់គឺបានចោទប្រកាន់ថាខាង US ហ្នឹងគឺបំពេញលើកិច្ចព្រមព្រៀងជាច្រើនដងដូច្នេះហើយអឺរ៉ង់ក៏ចាប់ផ្ដើមធ្វើការបិទឃ្លាំងឡើងវិញដូច្នេះវាអាចបង្កជាសង្គ្រាមធ្ងន់ធ្ងរទៅមុខទៀតបាទហើយការចរចាទៅថ្ងៃច័ន្ទនេះក៏មិនរំពឹងថានឹងរលូនដែរបងប្អូនណាដូច្នេះអ្វីគឺវាប្រែក្រឡាប់ចាក់មកដូចដើមវិញហើយគឺបិទដដែលបងប្អូនអរគុណច្រើនអញ្ចឹងបើសិនមកមានអ្វីថ្មីខ្ញុំនឹងធ្វើការអាប់ដេតចែកជូនបងប្អូនបន្តទៀត